ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំសម្រាប់ថ្ងៃនេះផងដែរគឺខ្ញុំមកចែកម្លែកបងប្អូនទាំងអស់គ្នាពីរបៀបនៃការដាក់ពងស្នូកមួយនេះតោះហើយសម្រាប់ការដាក់ពងនេះគឺអត់ប្រឡាត់ទេគឺដាក់ចេញមកក្រៅបែបនេះហើយសម្រាប់ការដាក់ពងចេញមកក្រៅបែបនេះគឺខ្ញុំដេរគុណខ្ចប់ជុំវិញបែបនេះហ៎បងប្អូននិយាយរួមដាក់តាមចិត្តភ្ញៀវស្រឡាញ់ជួនកាលគាត់ចង់ប្រឡាត់ជួនកាលគាត់អត់ចង់ប្រឡាត់ហើយសម្រាប់ការដាក់ពងនេះផងដែរបងប្អូនមើលមកមើលក្លុកដើមទ្រូងដែលយើងបានដេរហ្នឹងណាបងប្អូនហើយសម្រាប់ពងនេះគឺវាមានកលៈខាងក្រោមអញ្ចឹងបងប្អូនមើលកលៈហ្នឹងមកដាក់មកខាងក្រោមអាហ្នឹងហើយអាពងខ្ញុំកាន់ដៃនេះគឺជាពងដែលខ្ញុំឧទាហរណ៍ប្រាប់បងប្អូនទេមិនមែនដាក់ពងពីរត្រួតអញ្ចឹងទេណាបងប្អូនខ្ញុំដាក់តែមួយទេសម្រាប់ការដាក់ពងស្នូកខ្ញុំដាក់តែមួយបងប្អូនខ្ញុំអត់ដែរដាក់ពីរបីត្រួតអីនោះទេគឺខ្ញុំដាក់តែមួយបែបនេះណាប៉ុន្តែអានោះខ្ញុំឧទាហរណ៍ណាបងប្អូនខ្ញុំដាក់ហ្នឹងដោយសារខ្ញុំដាក់រួចរាល់ហើយខ្ញុំនឹកឃើញថាចង់ចែកម្លែកខ្ញុំក៏ថតវីដេអូតែម្ដងទៅយើងកាន់คลิกហើយយើងវាត់ចេញមកខាងត្រូវបែបនេះមកបន្ទាប់ពីយើងនេះខ្ញុំប្រើជង្គង់បងប្អូនយើងប្រើជង្គង់យើងទាំងពីរហ្នឹងណាធ្វើដូចជាដើមទ្រូងអញ្ចឹងហើយយើងកថេជើងយើងជង្គង់យើងឲ្យតឹងទៅហើយយើងចាប់ដើមមើលធ្នេរកដាលទី1អាធ្នេរពុះទី1ហ្នឹងណាយើងមើលធ្នេរហ្នឹងឲ្យចំកដាលបន្ទាប់មកទៀតយើងច្បូតដៃយើងហ្នឹងឯងបងប្អូនយើងច្បូតដៃយើងហ្នឹងមកធ្នេរចំហៀងមកមើលជីបទី2នេះបងប្អូនតើពងរបស់យើងធ្លាក់ចេញពីជីបទី2នេះប្រមាណបើលបាក់คลิกកម្លាតម្លេះបងប្អូនត្រូវដាក់ខាងនោះចំនួនប៉ុណ្ណឹងដូចគ្នាយើងត្រូវស្ទាបបែបហ្នឹងដូចគ្នាណាយើងយកដៃសកត់យើងឲ្យខ្លាំងទៅដៃយើងនឹងសកត់ពងខ្លាំងទៅដើម្បីស្ទាបបងប្អូនច្រឡំនិយាយសកត់យើងស្ទាបវាឃើញអញ្ចឹងហើយយើងមើលកម្លាតវាឲ្យឃ្លាតធ្លាក់ចេញពីនឹងស្មើគ្នាបងប្អូនហើយអាខាងលើចំហៀងក៏ធ្វើបែបហ្នឹងខាងលើក៏ធ្វើបែបហ្នឹងបងប្អូនយើងត្រូវមើលមកកម្លាតពងរបស់យើងមកកន្លែងធ្នេរភ្ជាប់ដៃអាវធ្នេរឃ្លៀកនេះចំនួនប៉ុណ្ណាយើងដាក់មកចំហៀងទៀតប៉ុណ្ណឹងដូចគ្នានិយាយរួមយើងមើលជុំវិញសងខាងហើយរួចរាល់យើងឃើញថាស្អាតយើងច្បូតមើលអញ្ចឹងមកណាមើលឲ្យសពបងប្អូនពិសេសគឺមើលទ្រុងកដាលនឹងឯងឲ្យចំកដាលល្អតែយើងអាចមើលតែខាងក្រៅវាយើងអាចមើលខាងក្នុងហ្នឹងណាដាក់បែបនេះបន្ទាប់មកទៀតយើងអាចខ្ទាស់មកជុលវាបានហើយពេលដែលយើងឃើញថាត្រូវគ្នាហើយណាយើងខ្ទាស់មកជុលជុំវិញបែបហ្នឹងមកយើងកលាច់មកខាងខុសវិញយើងចាប់ផ្ដើមចងមុខហើយសម្រាប់ការចងមុខរបស់ខ្ញុំចងខាងលើ2ខាងក្រោម2ហើយរបៀបដាក់ពងហ្នឹងអាកម្លាតណាបងប្អូនភ្លេចប្រាប់កម្លាតចុះអាជាធម្មតាអាវម៉ូតហ្នឹងគឺអាវម៉ូតគឺវាតែងតែមានក្រោមទ្រូងរបស់យើងណាកលៈក្រោមទ្រូងអញ្ចឹងអាកន្លែងកលៈក្រោមទ្រូងហ្នឹងយើងយកកម្លាតតបាក់ពី1លេខកន្លះឡើងទៅដើម្បីដាក់ពងមុននឹងដាក់យើងត្រូវមើលកន្លែងហ្នឹង1លេខកន្លះហ្នឹងឡើងលើយើងដាក់អាពងនឹងចូលមកហើយនេះដល់ចំណុចចងមុខណាបងប្អូនបន្ទាប់ពីយើងពីវាស្អាតគឺយើងចងមកចងចំអាធ្នេរពុះទ្រូងទី1ណាហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនដោយសារតែពេលថតហ្នឹងវាថតទៅពេញ memory ចឹងអត់បានបង្ហាញពីការចងពងឲ្យរួចរាល់ទេដាក់ពងឲ្យរួចរាល់ទេអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតមកដល់នាទីចុងក្រោយអរគុណច្រើនជម្រាបលាបាយបាយ